បញ្ហាព្រំដែនយើងឃើញថារយៈពេលមួយឆ្នាំជាងចាសម្លេងពហិការរបស់អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែបន្តធ្វើហើយយើងឃើញថាបន្ទាប់ពីការវិនិយោគរបស់ថៃមួយចំនួនទំនិញថៃមួយចំនួនបានបិទទ្វារទៅហើយប្រភពចាពីបណ្ដាញបងប្អូនប្រជាពលរដ្ឋចូលរួម comment ក៏ដូចជាការចែករំលែកតគ្នាឃើញថាផ្សារម៉ាក្រូនៅខាងខេត្តសៀមរាបនោះគឺប្រកាសបិទទ្វារនៅថ្ងៃទី30កក្កដាពលគឺថ្ងៃពហុនេះហើយប៉ុន្តែរងចាំមើលការប្រកាសជាផ្លូវការពីខាងក្រុមហ៊ុនសិនថាតើមានការប្រកាសជាផ្លូវការដែរឬក៏អត់អានេះបងប្អូនក៏ចែករំលែកមកហើយគាត់ផ្ញើមកកាន់នេះខ្ញុំហើយដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាថាផ្សារម៉ាក្រូដែលមានទីតាំងនៅខាងខេត្តសៀមរាបដែលបើករយៈពេលប្រហែលជា8ឆ្នាំហើយដែរចាប្រហែលជាអាចនឹងបិទជាផ្លូវការតែម្ដងនៅថ្ងៃពហុនេះចាថ្ងៃ30កក្កដាបាទចាផ្សារម៉ាក្រូលោកអ្នកបានដឹងហើយជាផ្សារទំនិញរបស់ពីណាចាបាទអញ្ចឹងអត់មានអីពិបាកយល់ទេផ្សារម៉ាក្រូនេះបើយើងតាមដឹងឃើញលោកខ្ញុំវាមិនចាំអស់ដូចជានៅភ្នំពេញយើងមាន2កន្លែងហ៎2ចាមាន2នៅខាងអ៊ីអន2ចាសែនសុក1ហើយនឹងនៅខាងតំបន់ផ្លូវ 6A កន្លែងអ្នកអាញាលីយងផាត់ចាកន្លែងហ្នឹងហៅថាផ្លូវលីយងផាត់ហ្នឹងហើយនៅក្នុង1បាទអញ្ចឹង2ហើយនៅសៀមរាប1អញ្ចឹងណាចាបាទហើយកន្លងមកលោកអ្នកបានជៀបហើយថានៅទីនោះតំណែងនៅក្នុងផ្សារម៉ាក្រូនេះគឺថៃសុទ្ធសាធដែរចាថៃបាទថៃសុទ្ធសាធដែរប៉ុន្តែឥឡូវយើងឃើញផ្សារម៉ាក្រូទាំងនៅក្នុងភ្នំពេញយើងក៏ហាក់បីដូចជាមិនមានសកម្មភាពអីដែរតែគ្រាន់តែថាវាមិនបានប្រកាសជាផ្លូវការថាតើត្រូវបិទឬក៏ត្រូវបន្តអីយើងអត់ដឹងទេចាហើយលោកអ្នកបានជៀបហើយថាអ្នកអាញាលីយើងផាត់កន្លងមកគេដឹងថាគាត់ជាអ្នកគ្រប់គ្រងទៅលើផ្សារហ្នឹងមិនអញ្ចឹងនៅក្នុងហ្នឹងបើតាមរបាយការណ៍ព័ត៌មានបញ្ជាក់មកថាអ្នកអាញាលីយើងផាត់កាន់កាប់ហ៊ុន 30% នៅក្នុងនាមជាឈ្មោះក្រុមហ៊ុន LYP Group 30% ហើយ 70% ទៀតគឺកាន់កាប់ដោយភាគីថៃចាសេដ្ឋីលេខ1របស់ថៃនេះឈ្មោះថានិនចារ៉ាវ៉ានុនចាគាត់កាន់ហ៊ុន 70% បាទចាតាមពិតទៅយើងក៏សោកស្ដាយដែរនេះជារឿងនយោបាយអ្នកនយោបាយរបស់ថៃថ្នាក់ដឹកនាំកម្ពុជារបស់ថៃទេដែលបង្កើតសម្រាប់យើងក្នុងនាមប្រជាជនដែលមិនមានរឿងរ៉ាវជាមួយគ្នាអ្នករស៊ីដែលមិនមានរឿងរ៉ាវផ្នែកនយោបាយគឺគ្មានអីដែលត្រូវសត្រូវជាមួយគ្នាទេអញ្ចឹងសូមជម្រាបថាអ្នកវិនិយោគថៃទាំងអស់វាមិនមែនជារឿងកម្ពុជាជាអ្នកបង្កើតឡើងបាទអ្នកទេដែលជាអ្នកមេដឹកនាំរបស់ប្រទេសអ្នកទេដែលជាអ្នកបង្កើតឡើងហើយបងប្អូនប្រជាពលរដ្ឋថៃមិនមែនជាសត្រូវរបស់ប្រជាជនរបស់កម្ពុជាដែរចា៎អ្នករុស្ស៊ីរបស់ថៃក៏មិនមែនជាសត្រូវរបស់កម្ពុជាដែរប៉ុន្តែបើសិនជាអ្នកប្រាប់ទៅថ្នាក់ដឹកនាំរបស់អ្នកកុំឲ្យតែរំលោភបំពានឈ្លានពានទៅលើប្រទេសជិតខាងហើយបង្កើតឲ្យមានសន្តិភាពព្រំដែនជាមួយគ្នាទៅវាមានអីដែលត្រូវល្អកកជាមួយគ្នាបាទបន្តធ្វើការងារបន្ត business ពាណិជ្ជកម្មជាមួយគ្នារហូតមានអីដែលទៅយើងទៅឆ្លោះគ្នាបាទចឹងរឿងព្រំដែនវាធម្មតាប្រទេសណាក៏ដូចប្រទេសណាដែរវាតែងតែមានហើយបញ្ហាបន្តិចបន្តួចកើតឡើងខ្វះលើសដោះដូរគ្នាទៅបាទវាស់វែងទៅតាមច្បាប់យកច្បាប់អន្តរជាតិទៅបើប្រទេសខ្លះទៀតបើអត់មានបញ្ហាខណ្ឌសីមាព្រំដែនក៏វាមានរឿងបញ្ហាឆ្លងដែនខុសច្បាប់ដែរបញ្ហាគ្រឿងញៀនខុសច្បាប់ដែរបញ្ហាជួញដូរមនុស្សខុសច្បាប់ឆ្លងដែនដែរវាត្រូវទប់ស្កាត់គ្នាទៅវិញទៅមកចា៎បាទប៉ុន្តែបើអ្នកបង្កើតឲ្យមានសត្រូវអ្នកបើធ្វើជាអ្នកឈ្លានពានយើងតើឲ្យយើងទទួលយកយ៉ាងម៉េចទទួលយកជាមិត្តយ៉ាងម៉េចឥឡូវបាទមើលជួយបកស្រាយមកឲ្យខ្ញុំទទួលយកអ្នកធ្វើជាមិត្តអាម៉េចហើយបើអ្នកចាប់ដៃជន់ជើងមកដល់ម៉ោងនេះពេលនេះគឺភាគីថៃនៅតែមិនព្រមដើរទៅលើបន្ទាត់ច្បាប់អន្តរជាតិដដែលហើយកម្ពុជាចង់ដើរទៅលើច្បាប់ហ្នឹងបាទចង់ដើរទៅនឹង
ប៉ុន្តែថៃតែជាអ្នកបដិសេធហើយទៅហាមកម្ពុជាកុំអោយទៅស្រែកកុំអោយទៅជំទាវនៅលើវេទិកាអន្តរជាតិហើយបើអ្នកឯងឈ្លានពានខ្ញុំអ្នកឯងវាយខ្ញុំឲ្យខ្ញុំអោបដៃឲ្យអ្នកឯងវាយខ្ញុំមើលសក់ទឹកភ្នែកឲ្យអ្នកឯងឈ្លានពានបន្តបាទអាហ្នឹងយើងនិយាយឲ្យសាមញ្ញភាសាសាមញ្ញបាទប្រជាពលរដ្ឋរបស់យើងគឺឈឺចាប់ដោយសារបញ្ហាចឹងចាដោយសារតែភាពឈឺចាប់នៅក្នុងពេលបច្ចុប្បន្ននេះដែលអត់ទាន់បានរសាយដោយសារតែដែនអធិបតេយ្យរបស់យើងស្ថិតនៅក្រោមការពាត់បលាលួសដាក់ទូកុងតឺន័រហើយបងប្អូនប្រជាពលរដ្ឋខ្មែរក៏គាត់បង្ហាញជាមតិដែរគាត់ថាដរាបណាផលិតផលដែលឆ្លងកាត់ប្រទេសថៃផលិតផលដែលមានទំនាក់ទំនងជាមួយថៃគឺគាត់នៅតែអត់ប្រើទេប៉ុន្តែគាត់ក៏ស្នើទៅដល់អ្នកវិនិយោគអន្តរជាតិទាំងអស់ដែលធ្លាប់តែយកទីតាំងថៃនោះយកផលិតផលរបស់ខ្លួនឯងមកលក់ឲ្យកម្ពុជាពិចារណាបើសិនជាអាចទេអាចលើកបង្កើតរោងចក្រផលិតនៅកម្ពុជាលក់ឲ្យប្រជាជនកម្ពុជាផ្ទាល់តែម្ដងអាហ្នឹងគាត់ប្រើវិញប៉ុន្តែបើសិនបើអ្នកវិនិយោគអន្តរជាតិនោះប្រើប្រាស់ទឹកដីថៃដែលមានហ៊ុនដែលមានផលចំណេញជាប់ពាក់ព័ន្ធជាមួយនឹងថៃគាត់អត់ប្រើទេមិនមានន័យថាមានបញ្ហាជាមួយថៃប្រជាពលរដ្ឋខ្មែរយើងពហិការដល់តំណែងបរទេសផ្សេងទៀតទេប៉ុន្តែជាការមួយដែលស្នើសុំប៉ះសិនបើអាចលើកមកវិនិយោគព្រោះអ្នកទាំងអស់គ្នានឹងផលិតដើម្បីលក់មកឲ្យប្រជាពលរដ្ឋខ្មែរទេអញ្ចឹងគួរតែលើករោងចក្រមកផលិតនៅខ្មែរហ្មងទៅចា៎ហើយបងប្អូនទាំងអស់គ្នាយើងពិចារណាមើលនៅពេលដែលរដ្ឋាភិបាលថៃលោកបង្កើតសត្រូវជាមួយកម្ពុជាហើយឈ្លានពានកម្ពុជាប៉ុន្តែសួរមើលទៅប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនទាំងអស់ជាមួយគ្នានឹងតើគាត់យ៉ាងម៉េចជាមួយគ្នាស្រឡាញ់គ្នាដោះដូរទំនិញទៅវិញទៅមកគឺដូចជាបងប្អូនគ្នាទៅវិញទៅមកបង្កើតចឹងបាទតែទីបំផុតនៅពេលដែលថ្នាក់ដឹកនាំរបស់អ្នកចាប់ផ្ដើមបង្កើតអញ្ចឹងទៅព្រំដែនត្រូវបានបិទទាំងអស់បាទត្រូវបានបិទទាំងអស់ហើយឥឡូវនេះរោនិយាយថាតើព្រំដែនបើកនៅពេលណាអ្នកចង់ចាប់ដើមចង់បើកមុនឃើញទេក៏មុនចឹងទៅជែកតែពីរឿងថាព្រំដែនបើកហើយឥឡូវកម្ពុជាជាអ្នកស្នើសុំឲ្យបើកហើយកម្ពុជាតែងតែឆ្លើយតបទៅយ៉ាងខ្លីថាឲ្យកម្ពុជាអ្នកបើកមិនបើថៃជាអ្នកបិទអញ្ចឹងបើតែឥឡូវយើងស្ងាត់ហើយអត់មានដែលលឺនិយាយពីរឿងថាតើព្រំដែនត្រូវបើករបៀបម៉េចអត់មានអីទៅចេញថាត្រូវបើករបៀបម៉េចចាបាទអត់មានត្រូវចេញបាទដោយសារតែវាមានរឿងរ៉ាវច្រើនដែលត្រូវដោះស្រាយនៅចំពោះមុខរឿងទី1គឺរនាំងដល់ចម្បងគឺអ្នកកំពុងតែនៅលើដីខ្ញុំចាកុងតឺន័ររបស់អ្នករបងលួសរបស់អ្នកត្រូវបានពាត់យកផ្ទះប្រជាពលរដ្ឋរបស់ខ្ញុំបាទពលរដ្ឋរបស់ខ្ញុំរាប់ម៉ឺនគ្រួសារទៀតរាប់ម៉ឺនអ្នកទៀតមិនទាន់ត្រូវបានវិលត្រឡប់ទៅផ្ទះសបែងវិញបាទគិតម៉េចបាទគិតម៉េចចាអូខេអរគុណច្រើនលោកពូសុនសួនគាត់ថាគិតទៅដូចសម្ដេចមានប្រសាសន៍អញ្ចឹងថាយើងមានអ្នកចិត្តខាងដូចមានមាសមានអ្នកចិត្តខាងល្អដូចមានមាសមានអ្នកចិត្តខាងអាក្រក់ដូចមានមីនមិនត្រឹមតែមីនទេឥឡូវមានរហូតដល់ F16 ពំក្របបែកមកទម្លាក់ចូលទឹកដីរបស់យើងរួមទាំងវាទីយកដីរបស់យើងនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ជាប់ព្រំដែនគ្នាទៀតដូចជាពិបាករាប់អានអ្នកចិត្តខាងនឹងទៀតណាចាបាទអញ្ចឹងប៉ុណ្ណឹងប្រិមិត្តណាមានប៉ុណ្ណឹងបើសិនជាប្រិមិត្តថានៅមានអីចង់បន្ថែមចាំបញ្ជាក់មកណាតាមខមមិនមកអរគុណប្រិមិត្តសម្រាប់វគ្គទី1សូមពេលសម្រាប់បន្តិចសិនបាទ